ខ្ញុំកណាខ្ញុំសូមលើកឧទាហរណ៍សួរទៅលោកទាំងឡាយថាក្នុងប្រវត្តិសាស្ត្រពិតរបស់កម្ពុជាតើមានពពកបរោះខ្មែររូបតិចអ្នកណាស់ឬដែលហ៊ានលះបង់ជីវិតខ្លួនឯងក្នុងបុព្វហេតុជាតិមាតុភូមិសាសនានិងវប្បធម៌មានទេហើយច្រើនទេអញ្ចឹងអ្នកអស់នឹងទៅណាអ្នកអស់នឹងនៅនឹងព្រោះមុនសម្លាប់មុននឹងធ្វើពលីកម្មមុននឹងលះបង់សឹកតែលើកដៃបន្ទូលថាបើខ្ញុំស្លាប់ឲ្យកើតជាខ្មោចខ្មែរថែរក្សាឲ្យបានមកវិញនៅប្រពៃណីទំនៀមទម្លាប់ជំនឿនិងសាសនាអញ្ចឹងបើកុលបុត្រណាដែលគោរពតាមលំអានគាត់ឲ្យពោឬគាត់ដាក់បដាសាគាត់ឲ្យពោអញ្ចឹងចម្រើនឬមិនចង់តែច្រើនហើយផែនដីដែលយើងអង្គុយនេះណែអស់លោកអង្គុយលើកំរាលព្រំនឹងមិនល្អទេនោះលោកដែលអង្គុយលើកំរាលព្រំនោះព្រំល្អជាងព្រំនេះទៀតព្រំនេះយកលុយទៅទិញតែព្រំដែលពងអង្គុយនៅនោះយកឈាមខ្មែរទៅក្រាលបានសល់ប៉ុណ្ណឹងគឺផែនដីហ៎លោកផែនដីនោះកន្លែងណាដែលអត់ប្រឡាក់ឈាមពពកបរោះយើងទាំងញើសទាំងឈាមសល់ផែនដីប៉ុណ្ណឹងឲ្យយើងអង្គុយចឹងបាន